បារាំងអរគុណបាទវគ្គនេះយើងមានការអញ្ជើញចូលរួមជាពិសេសនៃសមាជិកក្រុមកំ pl ែងក្រុមហ៊ុន CBS របស់យើងចំនួន5រូបសូមផ្ដល់ជាសម្លេងអបអរសាទរជូនដល់ពួកគាត់សិនបាទបាទអរគុណជំរាបសួរទាំងអស់គ្នាបាទយើងមានវត្តមានហ្នឹងហើយថ្ងៃនេះអូមានអីណាសិតតែឈុតបាទកីឡាជំរឿសជាតិណាហ្វេនក្រុមបាល់ទាត់ពាក់មីក្រុមបាល់ទាត់ជំរឿសជាតិខ្មែរហ្នឹងហើយអរគុណយើងមាន5នាក់តាមពិតទៅត្រូវជាក្រុមក៏ប៉ុន្តែដោយសារនៅអ្នកខ្លះក៏ពងតែតុបតែងខ្លួនធៀមកំ pl ែងបាទឥឡូវចេះចង់ជំរាបសួរសម្រាប់ជារួមហ្មងថាសមាជិកក្រុមកំ pl ែងសប្តាហ៍ថ្ងៃនេះមកមានញឹកខ្លាំងមែនទែនបាទមិនថាថតកម្មវិធីនៅប៉ុស្តិ៍មិនថាថតកម្មវិធីផ្សេងនៅខាងក្រៅចង់សួរថាមានចូលចិត្តឬក៏មានពេលលេងកីឡាទេបាទក្រាន់ម្នាក់ម៉ាត់មានបងបាទមានពេលលេងដែរណាបាទយើងរវល់ណាគាត់នៅឆ្លៀតលេងហ្នឹងបងឆ្លៀតតិចដែរបាទខ្ញុំហាត់ប្រាណផងថ្ងៃអត់មានក្បាលពោះអត់លេងហ្មងប្លែកមកលើប្លែកអស់ណែបងខ្ញុំចាប់អារម្មណ៍បងម៉ែងនៅពេលដែលលេងកីឡាពាក់បិជើងប៊ូចឹងដែរមែនអត់ទេអានេះយើងថាឡើងឆាកកុំឲ្យចាច់ទីកពេកធម្មតាជាតារាកំ pl ែងហ្នឹងហើយបាទអញ្ចឹងលើកដុំដែកហ្នឹងដុំដែកសាច់ដុំហ្នឹងហើយសាច់ដុំស្អីសុតបាទបងប្រាប់មីសម្រាប់ខ្ញុំចូលចិត្តលេងណាស់មិនថាបាល់ទះមិនថាបាល់ទាត់ជាពិសេសបាល់ទាត់គឺលេងមួយអាទិត្យលេង3 4 5ថ្ងៃហ្នឹងណាអញ្ចឹងបាទហើយណាមួយខ្ញុំមានក្រុមបាល់ទាត់ខ្ញុំផងបាទមានជាក្រុមខ្ញុំហ្មងក្រុមពាក់មី FC ហ្នឹងហ្មងអញ្ចឹងមានសមាជិកក្រុមកំ pl ែងអីចឹងទៅបាទមានក្រុមកំ pl ែងខ្លះហើយក្មេងៗខ្លះពីច្រើនក្មេងៗបងប្អូនខាងខ្មែរអ៊ីស្លាមណាបាទនៅជាមួយនឹងក្រុមខ្ញុំហ្នឹងហើយបងប្អូនខ្លះជាសួរថាពាក់មីលេងកីឡាណាស់ដែរមិនគាត់នៅធាត់ចង់និយាយថាខ្ញុំលេងហ្នឹងគឺលេង20នាទីអីហ្នឹងផឹក4ម៉ោងហ្នឹងខ្ញុំវាអត់អាចបាទអត់អាចស្រកហ្នឹងធៀបប៉ុណ្្នឹងចឹងមែននេះទៅតម្លាក់ទៅអីគឺប្រាប់បងប្អូនអូខ្ញុំរត់2តង់រត់រហូតចាគេមិនជឿគេកោពិតចាក្រុមបាល់ទាត់បងហ្នឹងមានសមាជិកទាំងអស់ចំនួនប្រមាណដែរពេលសរុប25នាក់អូ25នាក់បាទចាភាគច្រើនប្រកួតជាមួយខាងក្រុមណាដែរឬក៏ចម្រុះឲ្យទៅដល់មានក្រុមលេងជាមួយហ្មងបាទក្រុមណាក៏ដោយឲ្យតែប៉ះមួយក្រុមពាក់មីលេងទាំងអស់ហើយលក្ខខណ្ឌនៃការប្រកួតហ្នឹងគឺតារាងចេញ1ម៉ោងស្មើគ្នាទឹក20ដបចំណាស់ទឹក10ដប30ដបអីចឹងតែប៉ុណ្្នឹងឯងបាទភាគច្រើនលេងយប់ណាបាទលេងយប់6 8ឬ4 6ចឹងទៅបាទតាមថ្ងៃថ្ងៃណាទៅថ្ងៃណារវល់នីឡាអូនធ្លាប់បានមានអីលេងកីឡាទេហើយនីឡាអូនបាល់ទាត់អីដែរអូនចាំហ្គោទេខ្ញុំមិនមែនបាល់ទាត់បាល់អីដូចគេថាខ្ញុំហាត់ប្រាណទេហាត់ប្រាណអត់មានពេលទៅលេងបាល់ទាត់ណាដូចគេព្រោះអីស្រីទេចាចិត្តប្រាណខ្ញុំប្រាណដែរនីឡាតាមខ្ញុំដឹងកីឡាដែរគេថាលេងហ្គេមទូរស័ព្ទចាបាច់ញើសដៃណាំងឡានណាំងអីបាញ់យន្តហោះហ្នឹងខ្ញុំដែរលេងទេទូរស័ព្ទអីណោះដែរលេងទេគេចោលឆាតគេលេងអើគិនអេមិញមួយបងប្អូនតែគាត់ឆាតមកសួរថាចេះថាចុះថាសុខសប្បាយអត់ហ្នឹងជឿទេអត់ទេមិញដូចឃើញនេះគ្រឿនមានស្អីមកជាមួយឥឡូវទៅណាបាត់ហើយចាឥឡូវសួរតិចមើលខ្ញុំចាចូលចិត្តបាល់ទាត់ដែរអីបងខ្សែប្រយុទ្ធអូមើលគឺទីមើលសុំមើលគឺទីមើលខ្សែប្រយុទ្ធហ្នឹងប្រកួត10ដងចាញ់1ដងឈ្នះ1ដងដែរបងសុំមានបាល់អីបដាបាល់មើលនេះបាល់អូបាល់នេះអីមិនទៅយកបាល់ក្រុមនៅក្នុងប្រកួតទេសុំបដាមើលសាបដានេះមើលសាបដានេះមើលផាំងអូជើងនេះគឺថាបាទសុំមកវិញបាទសម្បាល់ជំនួសជាតិមួយមើលចំកូនយកកូនម្ដាយអូនយកវិញអូនតន់នៅមានឱកាសទៅទៀតបានហើយទុកនោះចឹងហ្នឹងជើងផុយមកវិញនេះគ្រឿងអត់ដល់លេងចេះទាត់ទេណាស្ងៀមលេងបាល់ទាត់ចឹងភាគច្រើនមានមុខងារជាអីខ្សែបំរើបើខ្សែប្រយុទ្ធហ្នឹងហើយខ្សែប្រយុទ្ធមិនខ្សែប្រយុទ្ធគាត់ថាខ្សែប្រយុទ្ធមិនមែនរត់យកបាល់យកអីដូចគេចងមុងដេកចាំសុទ្ធនៅឆោនទឹម9ខាងគេហ្នឹងបាទខ្សែបំរើបងខ្សែបំរើខាងយកទឹកឲ្យអ្នកអូបាទចុះក្រានឯងខាងអីដែរបាទខាងអីដែរលេងបាល់ទាត់ខ្ញុំទៅមើលគេហ្នឹងបងមើលគេហ្នឹងមិនរើសបាល់ឲ្យគេទេបាទហ្នឹងហើយហ្នឹងច្បាច់ញើសដែរមែនទេញើសអីរើសបាល់ផងមើលគេផងរត់តាមគេផងហើយគេឲ្យលេងផងបាទអរគុណបាទអញ្ចឹងថ្ងៃនេះក្រុមសមាជិកអ្នកកំ pl ែងបានស្លៀកពាក់បាទឈុតកៅអៅអ្នកខ្លះក៏មិនបានចំជាឈុតតែមានអាវជំរឿសជាតិបាទចង់ជំរាបថាស្រឡាញ់
បាទយើងចិត្តដល់ព្រឹត្តិការណ៍ពិភពលោកហើយព្រឹត្តិការណ៍នេះក៏បងប្អូនដែលស្នេហាវិស័យកីឡាបាល់ទាត់ក៏កំពុងតែទន្ទឹងរង់ចាំគឺព្រឹត្តិការណ៍ Euro ឆ្នាំ2016ដែលនឹងធ្វើឡើងនៅក្នុងទឹកដីប្រទេសបារាំងគឺជីបានដឹងហើយណាថ្ងៃដែលចាប់ផ្ដើមគឺនៅថ្ងៃទី10ខែ6នឹងបញ្ចប់ទៅវិញនៅថ្ងៃទី10ខែ7គឺមួយខែពេញតែម្ដងបាទដូច្នេះសម្រាប់អ្នកដែលចូលចិត្តវិស័យកីឡាបាល់ទាត់នេះគឺជាបទពិសោធន៍បន្ថែមទៀតណាអញ្ចឹងកុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នារាល់ការប្រកួតទាំងអស់គឺមានតែនៅ CBS តែមួយគត់មានន័យថាមានតែនៅលើ post CTN My TV និង CNC តែប៉ុណ្ណោះក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ពិភពលោកពីប្រទេសបារាំងចាហើយសម្រាប់ក្រុមកំ pl ែងផ្ទាល់គឺស្រឡាញ់នឹងចូលចិត្តនៅក្រុមបាល់ទាត់ប្រទេសណាដែរបាទទឹកចិត្តតែស្រឡាញ់ខ្ញុំស្រឡាញ់ប្រេស៊ីលបាទហើយណៃម៉ានហ្នឹងចដូនមួយខ្ញុំបង្កើតអូណៃម៉ានហ្នឹងចដូនមួយឪខ្ញុំឲ្យឪណៃម៉ានហ្នឹងបងប្អូនបង្កើតចុំចឹងផងហើយអត់ដែលបានសូវមកលេងខ្មែរទេនៅប្រេស៊ីលរហូតអត់ដែលបានមកលេងខ្ញុំអាសាទៅលេងទេតាអាសាទៅដែរបាទអូចឹងណៃម៉ាតស្រុកកំណើតមេម៉ាហ្នឹងនៅស្រុកកំណើតកើតអ្នកលឿងអូអែបហ្នឹងអែបស្វ័យរៀងហ្នឹងឯងនិយាយណៃម៉ាណាអូស្មានណៃម៉ាបាយថាណៃម៉ាណាអូចឹងច្រឡំចឹងណៃម៉ាកូនតាម៉ៅយាយម៉ែវអូចឹងវិញអរគុណច្រើនបាទជីវិញទៅគ្រឿនមិនចូលចិត្តស្រឡាញ់ក្រុមបាល់ទាត់រូបណាដែរខ្ញុំស្រឡាញ់ក្រុមជំរឿជាតិខ្មែរយើងគ្រប់ត្រឥឡូវថាបាទហ្នឹងហើយគ្រប់ត្របាទមានបងប្អូនគ្រប់ត្រច្រើនខ្ញុំបានក៏គ្រប់ត្រចុះលវយ៉ាងណាក៏ដោយពេលដែល live បាល់ទាត់ហ្នឹងគឺថាមើលណាមើលឥឡូវគាត់សួរនេះសួររឿងយូរ៉ូអូមិនក៏សួរការស្រឡាញ់ហ្នឹងឥឡូវជាប់ទៅយូរ៉ូហ្មងទៅយូរ៉ូផងមើលយូរ៉ូឲ្យតែគេចាក់អាមើលហ្នឹងហ៎តែក្នុងចិត្តបើស្រឡាញ់ប្រទេសណាបារាំងអង់គ្លេសថាប្រទេសណាដែលនឹងខ្លាយជាម្ចាស់ពានយូរ៉ូមានបារាំងអង់គ្លេសអូស្ត្រាលីអាល្លឺម៉ង់អីចឹងណាបាទអាមេរិកតិចយកប្រទេសដែលអត់បានចូលការស្រឡាញ់ខ្លាំងបើមានប្រពន្ធខ្ញុំល្អជាងគេបន្ទាប់ពីនឹងមកបាទបន្ទាប់ពីនឹងមកអស់ហើយឆ្លាញ់ប្រពន្ធហើយកូនហើយការគ្រប់គ្រងគឺថាគ្រប់គ្រងជំរឿជាតិខ្មែរបើថាប្រទេសគេអឺរ៉ុបហ្នឹងអឺរ៉ុបហ្នឹងបាយគ្រប់គ្រងខាងណាខ្ញុំប្រទេសអ៊ីតាលីបាទព្រោះខ្ញុំបានថតប្រម៉ូទបងប្អូនខ្លះក៏បានទស្សនាហើយជីដូចជាប្រទេសអង់គ្លេសចាបាទខ្ញុំឲ្យតែខ្លាំងស្រឡាញ់ទាំងអស់អត់ប្រកាន់ថាខាងណាទេសំខាន់លេងល្អឲ្យតែឡើងពីវគ្គគឺថានិយាយទៅសំណួរនេះអត់មានចម្លើយទេខ្ញុំសួរជាបន្តទៀតតើនេះឡាស្រឡាញ់ប្រទេសណាខ្ញុំស្រឡាញ់ប្រទេសអង់គ្លេសត្រូវគ្នានេះប៊ូមអាហ្វ្រិកខាងត្បូងដូចគូតាក់ខ្ញុំនិយាយចឹងចាំចូលពីពីចាដូចដែរឃើញចងមើលក្នុង Facebook ឯងអញ្ចឹងគូដឹងគ្នាហ្នឹងគូដឹងតើគូដឹងក្នុងចូលសោតទេអត់តែគូដឹងក្នុង Facebook ដូចគូដឹងបានីឡាដូចយើងស្គមទេក្មេងពេលថតពោះដែរអូមុខក៏មិនចឹងពេកដែរមុខមិនចឹងថតនោះក៏ថតមួយថ្ងៃនេះហ្នឹងថតមួយថ្ងៃបាទនេះក្រាន់ប្រទេសអីបាទស្រឡាញ់ប្រទេសណាខ្ញុំអត់ស្គាល់ផងបងឥឡូវបងឲ្យត្រួសណាបារាំងម្ចាស់ផ្ទះបាទបងស្រឡាញ់បារាំងអញ្ចឹងបងម្ចាស់ផ្ទះទៅនឹងមានបាយស៊ីមកមានព្រៀបច្រើនណាម្ចាស់ផ្ទះបាទហើយបើតាមខ្ញុំដឹងមើលទៅខ្ញុំស្មានមើលទៅយូរ៉ូឆ្នាំនេះបងប្អូននឹងចូលរួមទស្សនាច្រើនតាមកញ្ចក់ទទួល CTN My TV និង CNC ដោយសារឥឡូវនេះបងប្អូនកំពុងពេញនិយមបាល់ទាត់មែនតើឃើញទេពេលជំរឿជាតិយើងទាត់ម្ដងបងប្អូនយើងអូយគ្រប់ត្រខ្ញុំរំភើបខ្ញុំក៏ធ្លាប់បានតែមើលផ្ទាល់ដែរខ្ញុំទៅពកកូនទៅមើលហើយបងប្អូនយើងហូរមកពេលខ្មែរយើងសុទ្ធចូលរំភើបណាបាទហើយនេះតិចទៀតនេះគឺបាទថ្ងៃ7នេះគឺទាត់ជាមួយនឹងតៃប៉ែបាទហើយការយកទៅទាត់ជាមួយគេនោះគឺថាស្មើហើយក៏មានរឿងចម្រុះចម្រាស់តិចតួចដែរខ្ញុំបាទក្នុងនាមជាប្រជាជនខ្មែរដែរបងណាសូមសំណូមពរដល់ fan បងប្អូនយើងទាំងអស់ដែលគ្រប់គ្រងចូលជាមួយកម្ពុជាយើងគាត់ថាកុំឲ្យគាត់មានការខឹងសម្បាថ្ងៃដែលកីឡាករខាងតៃប៉ែមកប្រកួតណាកុំឲ្យមានការខឹងសម្បាឬក៏ធ្វើអីមួយដែលថាគប់ដុកទឹកសុទ្ធគប់អីចឹងធ្វើឲ្យវាអាចប៉ះពាល់ដល់ស្រុកទេសយើងគេមើលងាយស្រុកយើងចឹងថាយើងញ៉ៃអញ្ចឹងណាកីឡាករធម្មតាលេងតែងប៉ះគ្នាតិចតួចបងអញ្ញាកាត់ក្តីហើយជាការពិតបាទអញ្ចឹងយើងសូមមេត្តាអធិស្ឋានទៅមិនបាទយើងចាត់ទុកតែកីឡាចុះបាទដូចធ្លាប់ត្រូវរបួសអីដោយសារបាល់ទាត់ដែរធ្លាប់បាទដូចឲ្យអស់កន្លែងណាថ្ងៃមុនជង្គង់
ngày mốt nhom thẹត្រូវមកជើងកន្លែងណាជាកន្លងជានេះបាទជាការពិតថាកីឡានៅលើទីលានដោយដែលអ្នកដែលស្នេហាវិស័យកីឡាបានជ្រាបហើយនៅលើទីលានគឺមានន័យថាគឺត្រូវតែបើប្រឹងយកជ័យជំនះពេលខ្លះអាចថាបង្ហាញនៅសេចក្តីខឹងសេចក្តីក្រោធខ្លះក៏ប៉ុន្តែពេលចប់ការប្រកួតគឺធម្មតាវិញមិត្តភាពឆ្លាញ់គ្នាកីឡាដូចគ្នាបងហើយមែនតែប្រកួតកម្ពុជាយើងជាមួយតែប៉ែសម្បីតាអ្នកអាជីពពិភពលោកកីឡាករល្បីៗក៏គង់នៅមានកាយវិការខ្លះមិនសមរម្យដូចគ្នាបាទយើងចាត់ទុកជាកីឡាចុះបាទអរគុណដូច្នេះបាទសូមកុំភ្លេចចូលរួមបាទរងចាំតាមដានទស្សនានៅព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យនេះសូមជម្រាបបញ្ជាក់សាជាថ្មីគឺ CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ចាប់ពីថ្ងៃបើកឆាកមានន័យថាចាប់ពីថ្ងៃទី10 ខែ 6 រហូតទៅដល់ចប់នៃពិធីផ្ទាល់តែម្ដងហើយអ្នកដែលចូលចិត្តវិស័យកីឡាបាទសូមកុំភ្លេចយើងរងចាំបាទសង្កេតក៏ដូចជាស្រូបយកនៅបទពិសោធន៍ណាឧទាហរណ៍ថាខ្សែបំរើត្រូវលេងយ៉ាងម៉េចខ្សែប្រយុទ្ធត្រូវលេងយ៉ាងម៉េចខ្ញុំមែនទែនទៅខ្ញុំក៏ចូលចិត្តដែរវិស័យកីឡាគឺចូលចិត្តស្ទើរតែគ្រប់ប្រភេទកីឡាទាំងអស់ក៏ប៉ុន្តែអត់សូវបានលេងបាល់ទាត់បាទដឹងថាក្រុមនីពាក់មីគាត់បានបង្កើតក្រុមដែរក៏ប៉ុន្តែពេលខ្លះទៅថ្ងៃខ្លះតនេប៉ះចំគាត់រវល់ជាគ្រឿងនេះអញ្ចឹងណាអរគុណឥឡូវមានអីចុងក្រោយតំណាងក្រុមដើម្បីសំណូមពរដល់បងប្អូនដែលចូលចិត្តវិស័យកីឡារងចាំតាមទស្សនាសំជិញសំណូមពរបងប្អូនទាំងអស់គ្នាបាទចូលរួមលេងកីឡាដើម្បីសុខភាពដើម្បីមិត្តភាពពិសេសបងប្អូនកម្មាចូលរួមលេងកីឡាដើម្បីជៀសឆ្ងាយពីគ្រឿងញៀនហើយកុំភ្លេចយូរ៉ូយើងនេះបាទមានតែ CTN MyTV និង CNC ផ្សាយផ្ទាល់បាទពាក់កណ្ដាលខែ6ដល់ពាក់កណ្ដាលខែ7ចូលរួមទស្សនានឹងទូទាយតើប្រទេសណាមួយជាម្ចាស់ពានរង្វាន់បាទយូរ៉ូនេះបាទយូរ៉ូតាមដឹងគឺជាព្រឹត្តិការណ៍ធំទី2បន្ទាប់ពី World Cup បាទ World Cup គឺព្រឹត្តិការណ៍ធំបំផុតនៅលើសកលលោកហើយបន្ទាប់មកគឺ Euro ឯងដូច្នេះកុំឲ្យព្រឹត្តិការណ៍នេះកន្លងផុតទៅឲ្យសោះមានតែនៅលើ CBS តែមួយគត់អបអរសាទរជូនទៅដល់សមាជិកក្រុមកំ pl ែងដែលបានចូលរួមបង្កើតនៅបរិយាកាសនៅក្នុងកម្មវិធីរបស់យើងហើយពួកគាត់បន្តិចទៀតនឹងធ្វើការបាទតុបតែងខ្លួនផ្លាស់កៅអៅត្រៀមបង្ហាញជូននៅអ្វីដែលជាភាពសប្បាយរីករាយតាមរយៈការកំ pl ែងរបស់គាត់ណោះមានអ្នកខ្លះត្រូវគូមុខឯនេះគូណាបាទដូច្នេះបងប្អូនសូមកុំភ្លេចរងចាំតាមដានទស្សនានៅវគ្គកំ pl ែងនៅចុងបញ្ចប់នៃកម្មវិធីសម្រាប់ពេលនេះគឺខ្ញុំសូមសម្រាប់បន្តិចសិន